សូមស្វាគមន៍ការមកកាន់ GSM Arena Top 10 ដែល Smartphone ដៃគូទើបប្រកាសខ្លួនថ្មីក្នុងទឹកទាំងពីរនេះបានទទួលលទ្ធផលពេញនិយមនៅលើកំពូលគេសម្រាប់សប្តាហ៍ទី20ឆ្នាំ2025គឺ Samsung Galaxy S25Edge ដែលមានរាងស្ដើងជាប់ចំណាត់ថ្នាក់លេខ1ពីលើ Sony Xperia 1 ហើយខ្ញុំជឿថាវាប្រកាសជាមានការចាប់អារម្មណ៍ពីអ្នកទាំងអស់គ្នាសម្រាប់ Smartphone ចុងក្រោយដែលនឹងត្រូវទទួលបានចំណាត់ថ្នាក់លេខ3ក៏មិនខុសអីពីការទទួលបានចំណាត់ថ្នាក់ល្អកាលពីសប្តាហ៍មុនឥឡូវវាបានរំកិលមកចំណាត់ថ្នាក់ទី3គឺ Samsung Galaxy A56 អមជាប់មកជាមួយដោយមិត្តរួមក្រុមប្រភេទលំដាប់កំពូល Galaxy S25 Ultra ចំណាត់ថ្នាក់លេខ4ចំណែកឯ Redmi Turbo 4 Pro រអិលធ្លាក់មកកាន់ចំណាត់ថ្នាក់លេខ5ខណៈពេលដែល Smartphone ទៅមកដល់ថ្មី Xiaomi Civic 5 Pro តាមពីក្រោយចំណាត់ថ្នាក់លេខ6និង Xiaomi Poco X7 Pro ក៏រំកិលខ្លួនមកលេខ7ក្នុងសប្តាហ៍នេះលើកលែងតែ Smartphone iPhone 16 Pro Max នៅតែបន្តរក្សាបានចំណាត់ថ្នាក់លេខ8រយៈពេល 2-3 សប្តាហ៍មកហើយចម្លែកដែរសប្តាហ៍នេះមានវត្តមាន Smartphone Tecno Common Pro 40ចូលមកកាន់ចំណាត់ថ្នាក់លេខ9និងចុងក្រោយគេបង្អស់សម្រាប់ចំណាត់ថ្នាក់លេខ10គឺ OnePlus 13T 5G ជាអ្នកបញ្ចប់ក្នុងសប្តាហ៍នេះសូមអរគុណ